ពេលដែលអ្នកទាំងអស់គ្នាថតម្ដងមែនតើអ្នកទាំងអស់គ្នាកំពុងតែនៅក្នុង frame ឯងតែកាមេរ៉ាអត់ចាប់ focus អ្នកទាំងអស់គ្នានោះទៅចាប់ focus ក្តារខៀនអីណាឆ្កុយយ៉ាងទៅអូខេបញ្ហានេះមិនមែនមកពីកាមេរ៉ាអ្នកទាំងអស់គ្នាចាស់ហើយឬក៏វាអត់ទំនើបអីទេវាអាចនឹងតាក់ទងនឹងចំណុចមួយតែអ្នកទាំងអស់គ្នាតែតែមើលរំលងដែលគេហៅថាកាមេរ៉ា focus area អូខេអញ្ចឹងក្នុងថ្ងៃនេះយើងមកស្វែងយល់ពីកាមេរ៉ា focus area ជាមួយខ្ញុំដោយរបៀបងាយៗណោះFocus area គឺជាមុខងារមួយដែលមានតួនាទីប្រាប់ទៅកាមេរ៉ាថាគួរតែ focus នៅតំបន់ណានៅក្នុងប្លង់រូបភាពរបស់យើងអាចនឹងតំបន់នេះឬក៏តំបន់នោះនៅពេលដែលយើងជ្រើសរើស focus area ត្រង់តំបន់ណាមួយជាក់លាក់ហើយកាមេរ៉ានឹងប្រើតំបន់នោះដើម្បីស្វែងរក subject ហើយធ្វើឲ្យ subject របស់យើងច្បាស់ដែលយើងហៅថា in focus ហ្នឹងអញ្ចឹងបើនៅក្នុង focus area នោះមាន subject ច្បាស់លាស់ហើយកាមេរ៉ានឹងចាប់ focus ទៅលើ subject នោះភ្លាមៗអត់ញ៉ៃច្រើនទេក៏ប៉ុន្តែបើនៅក្នុង focus area អ្នកនរគ្នាមាន subject ញ៉ៃកាមេរ៉ាអាចនឹង focus ខុសទៅលើ subject ដែលអ្នកនរគ្នាចង់ឲ្យកាមេរ៉ា focus ឧទាហរណ៍ថាខ្ញុំអង្គុយនៅក្នុង frame នឹងដដែលទេក៏ប៉ុន្តែនៅខាងក្រោយខ្ញុំមានក្តារខៀនហើយក្តារខៀនហ្នឹងវាមានពណ៌ contrast វាមានពណ៌មានលម្អិតជាង subject ខ្ញុំអញ្ចឹងកាមេរ៉ាក៏អាច focus ច្រឡំដែរហើយនេះហើយគឺជាមូលហេតុដែលយើងត្រូវយល់ពី focus area ហើយប្រើប្រាស់វាឲ្យត្រូវតាមកលៈទេសៈអ្នកនរគ្នាបើនិយាយពីប្រភេទ focus area វិញអាចមានខុសៗគ្នាទៅតាម brand កាមេរ៉ាផ្សេងៗគ្នាឬក៏អាចប្រើឈ្មោះខុសៗគ្នាប៉ុន្តែរបៀបដែលវាធ្វើការនិងគោលបំណងដែល focus area នីមួយៗធ្វើការហ្នឹងគឺដូចគ្នាទេអញ្ចឹងក្នុងវីដេអូនេះខ្ញុំសូមលើកយក Sony ដើម្បីមកបង្ហាញអ្នកទាំងអស់គ្នាពី focus area focus area wide គឺកាមេរ៉ាអ្នកទាំងអស់គ្នាហ្នឹងគឺពិនិត្យមើលគ្រប់ទាំងអស់នៅក្នុងប្លង់សិនហើយបានសម្រេចចិត្តថា focus ទៅលើអ្វីមួយក៏ប៉ុន្តែរឿងដែលយើងត្រូវដឹងនៅពេលដែលយើងប្រើ focus area wide នេះគឺកាមេរ៉ានឹងពិនិត្យមើលទៅលើកណ្ដាល frame ជាមុនសិនហើយនឹងឲ្យអត្ថិភាពទៅលើ subject ណាដែលនៅជិតអញ្ចឹង wide focus area នេះល្អម្យ៉ាងសម្រាប់អ្នកដែលទើបចាប់ដើមដំបូងហើយមួយទៀតគឺអ្នកដែលអត់ចង់ញ៉ៃច្រើនគឺលើកមកថតហ្មងអញ្ចឹង focus area wide នៅពេលដែលអ្នកនរគ្នាជ្រើសរើសក្នុងការប្រើប្រាស់គឺកាមេរ៉ានឹងពិនិត្យមើលរូបភាពនៅក្នុងប្លង់អ្នកទាំងអស់គ្នាទាំងអស់សិនបន្ទាប់មកបានកាមេរ៉ានឹងសម្រេចចិត្តថា focus ទៅលើអីក៏ប៉ុន្តែនៅលើ focus area wide នេះគឺវាអត្ថិភាពមើលទៅលើដំបូងហ្នឹងគឺ subject នៅកណ្ដាល frame ហើយជាមួយនឹង subject ចិត្តជាងអញ្ចឹងដល់ពេលដែលយើងដូរមកប្រើ focus area វិញហើយជាមួយខ្ញុំចុច focus មើលឃើញវា focus ទៅលើតុកហើយមនុស្សយើងនៅក្រោយគឺអត់ focus ទេអូខេអញ្ចឹងនៅពេលដែលមនុស្សចូលមកមុខតិចសុំមកមុខតិចអូខេឃើញវានៅតែ focus ទៅលើតុកដែរអូខេអញ្ចឹងនៅពេលដែលមនុស្សចូលមកមុខតិចទៀតមកអូខេឃើញវាស្គាល់មនុស្សបន្តិចណា focus area wide ល្អទៅពេលដែលក្នុងប្លង់របស់យើងហ្នឹងគឺមាននៅ subject ច្បាស់លាស់ក៏ប៉ុន្តែបើក្នុងប្លង់របស់យើងមាន subject ញ៉ៃវាអាច focus ច្រឡំមិនដូចអ្វីដែលយើងចង់ឲ្យវា focus បើតើជាង wide focus area បន្តិចហ្នឹងគឺ focus area zone focus area zone ហ្នឹងគឺមានទំហំទូជាង focus area wide ដែលមានទំហំមធ្យមមួយដែលអាចឲ្យយើងនឹងកំណត់ទីតាំង focus បាន focus area ហ្នឹងគឺល្អសម្រាប់នៅពេលដែលយើងថត subject ដែលនៅក្នុងតំបន់ណាមួយជាក់លាក់ហើយមានចលនាតិចតួចក៏ប៉ុន្តែបើក្នុងតំបន់ focus area ហ្នឹងមាន subject ច្រើនក៏វាពិបាកក្នុងការចាប់យក subject ណាច្បាស់លាស់ដែរ focus area មួយទៀតគឺ focus area zone អញ្ចឹង focus area zone ហ្នឹងគឺអនុញ្ញាតឲ្យអ្នកនរគ្នាជ្រើសរើសតំបន់ focus ថាតើកាមេរ៉ាហ្នឹងគួរតែជ្រើសរើសឬក៏ស្វែងរក subject នៅម្ដុំណាអញ្ចឹងនេះគឺខ្ញុំឃើញអាក្រហមនេះអញ្ចឹងតំបន់ហ្នឹងគឺយើងកំណត់ឲ្យកាមេរ៉ាស្វែងរក subject នៅតែក្នុងតំបន់ហ្នឹងឯងអូខេអញ្ចឹងដល់ពេលដែលខ្ញុំចុច focus មកឃើញវា focus ទៅលើមនុស្សអញ្ចឹងខ្ញុំចុចឲ្យអ្នកនរគ្នាមើលមួយអូខេអញ្ចឹងនៅពេលដែលយើងបដូរទីតាំងខ្ញុំចង់ focus ទៅលើក្តារខៀនគ្រាន់តែដូរតំបន់ឲ្យវា focus ហ្នឹងមកវា focus ទៅលើក្តារខៀនវិញCenter focus area កាមេរ៉ាជ្រើសរើសតំបន់កណ្ដាលប្លង់ដើម្បីធ្វើការ focus
chẳng lẽ mình ta làm đẹp nè để thọt rồi cứ thọt video nắng để nơi ta cả ta plong này khi định nhung coi nơi ta cả ta plong này chẳng camera ở focus ta nạp xe nhỉ focus ta lợi nhung này có bàn tay nó pe để sắp chỉ bao nhiêu cứ miên cho là tranh pi cả ta plong nắng camera ai nâng focus khó đây phù camera cứ rồi sắp chỉ ta nơi cả ta này khơi ok nè định nhung khoảng tranh pi cả ta tích khơi bia ở focus nhung ấyนี่ให้คือจี center focus zone โอเคจังโจมาดอ focus area មួយទៀតfocus area center fix អញ្ចឹងមានន័យថាកាមេរ៉ានឹងស្វែងរក subject ទៅនៅកណ្ដាល frame តែប៉ុណ្ណោះអញ្ចឹងឃើញនៅពេលដែលខ្ញុំ focus ទៅគឺវា focus ទៅនៅកណ្ដាល frame នេះឃើញមនុស្សយើងគឺ blur ហើយដល់ពេលចង់ឲ្យមនុស្ស stay in focus វិញគឺយើងបបែ focus area ហ្នឹងនៅចំកណ្ដាលហើយចុច focus អូខេFacebook Sport នេះគឺងាយស្រួលហើយនឹងល្អផលមែនតើសម្រាប់អ្នកដែលថតដែលយើងដឹងថាទីតាំងជាក់លាក់ណាដែលយើងត្រូវឲ្យកាមេរ៉ា focus វត្ថុណាឬក៏ subject ណាដែលចង់ឲ្យកាមេរ៉ា focus ក៏ប៉ុន្តែវានៅតែជាផលវិបាកមួយដែរសម្រាប់អ្នកដែលថតទៅលើ subject ណាដែលមានចលនាគ្រាន់តែខ្ញុំកលៀនតិចឃើញវា focus ទៅកន្លែងផ្សេងគ្រាន់តែកលៀសចូលវិញតិចវា focus វិញឃើញទេអញ្ចឹងFlexible Sport នេះគឺងាយស្រួលក៏ស្រួលពិបាកក៏ពិបាកតែខ្ញុំចូលចិត្តប្រើវាចូលមកដល់ focus area មួយទៀតហ្នឹងគឺ Flexible Sport ហើយវាមកជាមួយនឹង3ទំហំដែរអានេះទំហំទូជាងគេតបមកវាមានទំហំកតាលតបមកមួយទៀតគឺវាមានទំហំធំអូខេអញ្ចឹងFlexible Sport មួយនេះគឺខ្ញុំចូលចិត្តប្រើមែនតើព្រោះវាអាចឲ្យយើងនឹងកំណត់ទីតាំងជាក់លាក់ថា focus ទៅណាអញ្ចឹងនេះឥឡូវដូចខ្ញុំចង់ទៅ focus លើក្តារខៀនអញ្ចឹងខ្ញុំដូរទីតាំង focus ហ្នឹងមកហើយខ្ញុំចុច focus អូខេហើយបើខ្ញុំចង់ឲ្យ focus ទៅលើមនុស្សវិញខ្ញុំគ្រាន់តែចុចមកដូរទីតាំងទៀតមកឃើញទេយើងអាចដូរទីតាំងបានព្រាមអូអាមួយនេះកាន់តែលយទៀតហើយ Extend Sport Focus Area អញ្ចឹងfocus area មួយនេះគឺវាជួយនៅជុំវិញហ្នឹងគឺមានវិជាជំនួយក្នុងការ focus ឧទាហរណ៍ថា subject របស់យើងអត់នៅចំចំណុចដែលកណ្ដាលត្រូវ focus ហើយក៏ប៉ុន្តែអាគៀនហ្នឹងវានឹងជួយ focus ទៅលើ subject របស់យើងfocus area មួយទៀតហ្នឹងគឺ expand spot អញ្ចឹងអា expand spot នេះគឺនៅគៀនចន្លោះ focus ហ្នឹងគឺវាមានfocus នឹងជំនួយអញ្ចឹងនៅពេលដែលអ្នកឃើញ focus នេះគឺវាអត់ចំទៅលើ subject ទេក៏ប៉ុន្តែនៅពេលដែលយើងចុច focus ទៅអានេះវា focus ទៅលើតសក្រោយឯងក៏ប៉ុន្តែនៅពេលដែលយើង focus នេះអាបៃតងនេះឃើញវាទៅ focus ជួយ focus ទៅលើមនុស្សអញ្ចឹងបើអាបៃតងហ្នឹងលោតនៅក្រោយនៅតសវិញគឺវា focus តសទេមនុស្សយើង blur ទេTracking Spot លើសពី focus area ផ្សេងត្រង់ថានៅពេលដែលយើងចុចបេតុងថតនឹងបានពាក់កណ្ដាលកាមេរ៉ារបស់យើងនឹងតាមចាប់ទៅលើ subject របស់យើងរហូត focus area មួយទៀតហ្នឹងគឺ focus area tracking expand spot អញ្ចឹងដើម្បីប្រើ focus នេះបានគឺយើងត្រូវដូរពី single shot auto focus ហ្នឹងមក auto focus continue វិញសិនអូខេអញ្ចឹងយើងដូរមក auto focus continue សិនមកអូខេអញ្ចឹងអានេះគឺយើងរើសតាក់ទងជាមួយនឹងទំហំវាទេឧទាហរណ៍នេះខ្ញុំយក center ចុះស្រួលប្រាប់អ្នកនរគ្នាអូខេអញ្ចឹងនៅពេលដែលយើង track នៅពេលដែលយើងចុច focus ហើយកាមេរ៉ានឹង tracking មនុស្សហើយអញ្ចឹងសុំថយក្រោយតិចមើលអូខេអញ្ចឹងឃើញកាមេរ៉ាវា track ចាប់មនុស្សហ៎អូខេសុំមកអង្គុយវិញអូខេឃើញ subject របស់យើងគឺនៅ focus រហូតទេក៏ប៉ុន្តែបើខ្ញុំដូរវាមកប្រើទៅលើ focus area fix កណ្ដាលធម្មតា center fix អូខេឥឡូវខ្ញុំចុច focus ហើយស៊ីណានសុំងើបឈរទៅក្រោយវិញមើលឃើញ subject របស់យើងគឺ blur វិញហ៎អញ្ចឹងវាអត់តាម focus ទៅលើ subject របស់យើងទេ
auto tracking នេះគឺល្អនៅពេលដែលយើងថតមនុស្សដែលមានចលនាដើរទៅឆ្វេងដើរទៅស្ដាំអីឬក៏កីឡាមួយចំនួនដែលមានល្បឿនលឿនក៏ប៉ុន្តែវាអាចនឹងមិនល្អគ្រប់កន្លែងស្អែដូចកន្លែងល្ងឹតពេកដែលកាមេរ៉ាហ្នឹងมันអាចទៅចាប់ focus នឹងបានហើយកន្លែងមួយចំនួនដែលថាលឿនជ្រុលអញ្ចឹងកាមេរ៉ាចាប់ focus តន់ណាហើយមួយទៀតគឺ subject យើងដើរចេញពី frame ក៏អាចនឹងបាច់ focus tracking ហ្នឹងដែរអូខេអញ្ចឹងដូចចំណុចមួយនេះគឺ tracking focus ហ្នឹងអូខេឃើញខ្ញុំថាច់មួយទៅវាចាប់ដើមតាម focus ខ្ញុំហើយអញ្ចឹងខ្ញុំអាចមកអង្គុយក៏វានៅតែតាម focus ខ្ញុំហើយខ្ញុំអាចដើរអូខេទោះខ្ញុំដើរអញ្ចឹងឃើញវានៅតែតាមចាប់ focus ខ្ញុំហីអញ្ចឹងនេះហើយគឺជា tracking focus ដែលយើងងាយស្រួលប្រើក្នុងការ focus ទៅលើ subject ដែលមានចលនាញ៉ៃអញ្ចឹងទៅ focus area មួយដែលអ្នកនរគ្នាអាចប្រើបានគ្រប់កន្លែងសាកហ្មង focus area នោះគឺខ្ញុំអត់ប្រាប់ទេតែឲ្យអ្នកនរគ្នាទៅសាកល្បងលេងជាមួយវាទាំងអស់គ្នាគ្រាន់តែខ្ញុំអាចប្រាប់បានថា focus area មួយណាក៏ល្អដែរវាអាស្រ័យទៅលើ subject អ្នកនរគ្នាថតហើយជាមួយនឹងកន្លែងសាកអ្នកនរគ្នាថតតែប៉ុណ្ណោះអូខេអញ្ចឹងខ្ញុំស្រស់មានតែប៉ុណ្្នឹងឯងចាំជួបគ្នានៅវីដេអូក្រោយទៀតបាយ